ប្រវត្តិនៃប្រាសាទប្រែរូបប្រាសាទប្រែរូបមានទីតាំងស្ថិតនៅចម្ងាយប្រមាណ 2,300 ម៉ែត្រពីផ្លូវខ្វែងវងធំនិងវងតូចនៃតំបន់អង្គរក្នុងខេត្តសៀមរាបត្រង់ជ្រុងស្រះស្រង់នៃផ្លូវកែងកាច់ទៅទិសខាងជើងនិងស្ថិតនៅចម្ងាយប្រមាណ 500 ម៉ែត្រពីខាងត្បូងតំបន់តេសិននៃបារាយណ៍ទិសបូព៌ាគឺត្រង់បង្គោលគីឡូម៉ែត្រលេខ 15 មួយប្រាសាទប្រែរូបត្រូវបានកសាងឡើងនៅចុងសតវត្សទី 10 ក្នុងគ.ស. 961ដោយព្រះបាទរាជាទ្រវ្ម័នទី 2 បច្ឆាមរណៈព្រះនាមកុសវលោកដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនាប្រាសាទប្រែរូបត្រូវបានប្រារព្ធឧទ្ទិសឆ្លងសិវលឹង្គសម្រាប់រាជឈ្មោះរាជាទ្រវ្ម័ននៅឆ្នាំ 961 នេះសដោយព្រះបាទកម្រងតេងអញស្រីរាជាទ្រវ្ម័នទេវប្រាសាទប្រែរូបជាប្រាសាទភ្នំដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាប្រាសាទប្រែរូបនេះបានសាងឡើងក្រោយប្រាសាទមេបុណ្យខាងកើតក៏ប៉ុន្តែប្រាសាទនេះមានសភាពដូចគ្នាបេះបិទជាមួយប្រាសាទមេបុណ្យខាងកើតពោលគឺប្រាសាទដែលបានកសាងឡើងជាប្រាសាទភ្នំព្រំទាំងមានថែវលេខលុយចេញតាំងពីពេលកសាងមកម្លេះហើយមានរៀបជាបន្ទប់វែងសំយងមកក្រោមទៀតតាមការបង្ហាញពីមន្ត្រីផ្នែកបុរាណវិទ្យានៃក្រសួងវប្បនិងវិចិត្រសិល្បៈបានឲ្យដឹងដែរថាតាមសិលាចារឹករបស់ប្រាសាទប្រែរូបបានបញ្ជាក់នៅកាលវេលានៃការកសាងយ៉ាងច្បាស់ព្រមទាំងបានបញ្ជាក់អំពីព្រះរាជវង្សនៃព្រះបាទរាជាទ្រវ្ម័នដែលព្រះអង្គបានសាងលឹងឈ្មោះរាជាទ្រភទ្រេស្វរៈដាក់នៅនឹងទូប្រាសាទកណ្ដាលហើយក៏មានបង្ហាញដោយរូបសំណាកព្រះអង្គរំកល់នៅនឹងប្រាសាទតាមជ្រុងផងដែរដែលសុទ្ធសឹងតាក់ទងទៅនឹងលទ្ធិព្រហ្មញ្ញសាសនាមួយប្រាសាទប្រែរូបត្រូវបានកំណត់អត្ថន័យជាទូទៅថាជាទីកន្លែងសម្រាប់បូជាព្រះសពឬការប្រែរូបរាងកាយពីសាកសពទៅជាភេផង់ការហៅឈ្មោះនេះដោយសារគេយល់ថាអាងមួយមានរាងទ្រវែងចតុកោណកែងសាងអំពីថ្មភក់លម្អនៅចំពីមុខជណ្ដើរឡើងទៅប្រាំងខាងលើគឺជាក្តាររំឈូសសម្រាប់ដាក់សាកសពព្រះរាជាហើយត្រូវបានបូជានៅទីនោះនៅពេលបូជាព្រះសពឲ្យคล้ายជាភេសនិងកំទេចឆ្អឹងហើយគេក៏អាចប្រមូលយកទៅលាងនៅឯទូប៉មចំហមួយដែលមានរាងដំបូលរាងជាសាជីសាងអំពីថ្មបាយក្រៀមមានសសរចំនួន4ស្ថិតនៅទីសាននៅខាងក្នុងទូប៉មមានផ្ទាំងថ្មភក់មួយក្នុងទម្រង់ជាត្បាល់កិនរាងការ៉េដែលមានចង្ហូរទឹកចេញពន្ធតែការយល់ឃើញរបស់អ្នកស្រុកខាងលើមិនត្រឹមត្រូវទេអាងដែលពួកអ្នកស្រុកថាជាក្តាររំឈូសនោះគឺជាដំណរសម្រាប់ទ្ររូបសំណាក់កូននីតដែលជាយានជំនិះរបស់ព្រះឥសូរព្រោះប្រាសាទនេះក៏សាងឡើងដើម្បីវន្ទិសថ្វាយដល់ព្រះឥសូ